អូខេហ្នឹងហើយសួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងមកប្រាប់អ្នកនរគ្នាពីរបៀបបាញ់ XM8 ហក់បាញ់ណាអ្នកនរគ្នានេះប្រកាសជាឃើញវីដេអូរបស់ Krito គឺគាត់ហក់បាញ់ក្បាលច្បាស់ខ្លាំងមែនទែនអ្នកនរគ្នាឆ្ងល់ថាចុះមិនគាត់បាញ់ក្បាលច្បាស់មែនហើយបើសិនបើមានគ្នាយើងណាដែលគាត់ដឹងហើយគាត់អាចចម្លងវីដេអូនេះឬក៏គាត់អាចមើលវីដេអូហ្នឹងក៏បានដែរព្រោះអីវីដេអូហ្នឹងខ្ញុំច្បាស់ដែរហ្នឹងណានិយាយលេងឯគ្នាយើងអញ្ចឹងខ្ញុំទៅតែរៀនលេងបាញ់ទេអ្នកនរគ្នាព្រោះអីនិយាយទៅXM8 ហ្នឹងណាវាយូរហើយតាំងពីសេរីចាស់អាហក់ទៅយើងបាញ់ចូលក្បាលហ្នឹងប៉ុន្តែខ្ញុំអត់ចេះលេងអ្នកគ្នាហើយខ្ញុំទៅតែរៀនលេងនោះគឺខ្ញុំរៀនបានប៉ុណ្្នឹងគ្នាយើងហើយចឹងបើសិនបើគ្នាយើងចង់ចេះបាញ់គ្នាអាចធ្វើតាមវីដេអូខ្ញុំបានអ្នកគ្នាគឺទី1គឺយើង scope ហើយទី2គឺយើងហក់បន្ទាប់ពីយើងហក់ហើយគឺយើងចុចបាញ់ទៅគឺវាចូលក្បាលប៉ុន្តែយើងធ្វើឲ្យលឿនណាអ្នកគ្នាចាំមើលនេះអ្នកគ្នាធ្វើឲ្យលឿនចឹងណា scope ហក់បាញ់ scope ហក់បាញ់នេះអ្នកគ្នាឃើញអត់ពេលយើង scope ហក់បាញ់ scope ហក់បាញ់ទៅគឺវាចូលក្បាលគេខ្លាំងមែនតើអ្នកគ្នាឃើញទេនេះគឺដាក់ទៅចូលហ្មងហើយបើសិនបើយើងវឹកហាត់ start ទៅអ្នកគ្នាគឺងាយស្រួលបាញ់រែងខ្លាំងមែនតើប៉ុន្តែអ្នកគ្នាត្រូវចាំថាអាហ្នឹងពេលគេរត់យើងបាញ់អត់ចូលទេណាបានតែឧទាហរណ៍ថា enemy ឈរបាញ់យើងអញ្ចឹង enemy ឈរស្ងៀមបាញ់យើងអញ្ចឹងគឺយើងអាចធ្វើអញ្ចឹងទៅគឺបានហើយអញ្ចឹងអ្នកគ្នាអាចមើលវីដេអូខ្ញុំបាន Triple kill. Triple kill. Double kill. Double kill. Killing spree. Quadra kill. Double kill. Triple kill. Dominating. អញ្ចឹងបើសិនបើអ្នកគ្នាចង់ងាយស្រួលនៅក្នុងការបាញ់ទៀតអ្នកគ្នាអាចដាក់ skill តាមខ្ញុំបានទី1អ្នកគ្នាចូលមកកន្លែង skill គឺអ្នកគ្នាត្រូវដាក់ skill ក្បាលឬក៏ skill ភ្នែកហ្នឹងអ្នកដាក់ skill ហ្នឹងដើម្បីយើងបាញ់ក្បាលគេស្រួលហើយទី2គឺ skill AWM គឺ skill រូប AWM រូប snap ហ្នឹងវាជំនួយ scope យើងអ្នកគ្នាឲ្យយើងកាន់ XM8 ហ្នឹងនៅពេលដែលយើង scope ទៅគឺវាឆាប់ប៉ះ enemy អញ្ចឹងនៅពេលដែលវាឆាប់ប៉ះ enemy យើងហក់បាញ់ទៅគឺចូលក្បាលហើយអ្នកគ្នាអាចបន្ថែម skill entry បានដើម្បីយើងបាញ់ឆ្ងាយស្រួលណាហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ